ដូច្នេះដើម្បីមុននឹងយើងចូលទៅក្នុងពិស្ដាបន្តគឺព្រះបង្គំផែនដីតំណាងឲ្យពួកបរិសុទ្ធនៅទីនេះក៏ដូចនៅតាមប្រព័ន្ធផងដែរពីផែនដីសូមថ្វាយបង្គំដល់ព្រះបិតាព្រមទាំងជម្រាបសួរទេវតាពួកបរិសុទ្ធនៅភពផ្សេងក៏ដូចជាពួកបរិសុទ្ធនៅផែនដីគ្រប់ទិសទីដែរដែលរីករាយនៅថ្ងៃបរិសុទ្ធរបស់ទ្រង់អស់កលជានិច្ចមិនមែនរីករាយតែមករយៈពេលហើយយើងត្រូវថយចេញទៅទេណាពីព្រោះព្រះអង្គត្រូវបោះត្រាសេចក្តីពិតនឹងឯងនៅលើថ្ងាសរបស់យើងនឹងឯងអស់កលជានិច្ចមិនថាផែនដីនេះឬក៏ផែនដីមកខាងមុខទេសម្រាប់ទៅលើផែនដីថ្មីដែលទ្រង់នឹងបង្កើតក្រោយ1000ឆ្នាំណាអញ្ចឹងព្រះអង្គទ្រង់ចង់ឲ្យយើងទាំងអស់គ្នាបានយល់អ្នកដែលមិនយល់ព្រះអង្គបងប្អូនត្រូវនឹកចាំហើយចាំជានិច្ចអ្នកដែលមិនយល់នៅក្នុងហូសេជំពូក4ខ14ប្រាប់យើងថាគេនឹងដួលប៉ុន្តែអ្នកដែលយល់អ្នកដែលឮសំឡេងអ្នកដែលឆ្លាតអ្នកដែលមានប្រាជ្ញាគេឮសំឡេងរបស់ព្រះយេហូវ៉ាតាមដំបងណាព្រះអង្គទ្រង់ឲ្យគ្រូកងវិលឬក៏អ្នកកងវិលជាមនឹងឯងលើកដំបងឡើងដើម្បីឲ្យជាមវងជាមដើរកាត់ដូច្នេះវងជាមណាដែលដើរកាត់មុនគេព្រះអង្គប្រាប់ថាត្រូវញែកជាមទាំងហ្នឹងហើយទុកមកដុំព្រោះព្រះអង្គទ្រង់យកពួកគេជាសំខាន់ជាបរិសុទ្ធហើយព្រះអង្គទ្រង់នឹងធ្វើការនៅក្នុងជីវិតរបស់ពួកគេនោះគឺជាជាមប៉ុន្តែដំបងដែលព្រះអង្គទ្រង់ឲ្យមកនៅថ្ងៃចុងបំផុតហ្នឹងអ្នកណាដែលដើរកាត់ដំបងហ្នឹងគឺបានន័យថាព្រះអង្គទ្រង់នឹងបោះត្រាគេព្រះអង្គញែកគេចេញជាបរិសុទ្ធដោយសេចក្តីពិតរបស់ទ្រង់ព្រះអង្គទ្រង់នាំគេចូលគ្រប់អស់ទាំងសេចក្តីពិតរបស់ទ្រង់បងប្អូនកុំឲ្យភ្លេចណាព្រះវិញ្ញាណនៃសេចក្តីពិតបំណងប្រហាតីរបស់ព្រះបិតាទ្រង់ឲ្យមកដល់ព្រះវិហារនៅថ្ងៃចុងបំផុតនោះគឺដើម្បីនាំយើងរាល់គ្នាចូលក្នុងគ្រប់អស់ទាំងសេចក្តីពិតអត់មានខ្វះទេមែនទេពីព្រោះអីពីរក្រុមដែលមិនភ្លក់សេចក្តីស្លាប់តំណាងដែលមានលោកអេលីយ៉ាជាអ្នកតំណាងហើយនឹងលោកអេណុកជាអ្នកតំណាងហ្នឹងណាពួកគេចូលក្នុងគ្រប់អស់ទាំងសេចក្តីពិតពួកគេមានគ្រប់ទាំងសេចក្តីពិតរបស់ទ្រង់អញ្ចឹងហើយបានជាព្រះទ្រង់ឲ្យអេលីយ៉ាទី3មកព្រះវិហារមុនមិនមែនមុនសាន់ដេឡូទេមិនមែនមុនសង្គ្រាមលោកលើកទី3ទេមិនមែនមុនសេចក្តីវេទនាទាំង7ចុងក្រោយនៅក្នុងព្រះគម្ពីរវិវរណៈជំពូក16ទេមុនថ្ងៃដ៏ធំហើយគួរស្ញាយខ្លាចថ្ងៃណាទៅដែលជាថ្ងៃដ៏ធំហើយគួរស្ញាយខ្លាចដែលព្រះទ្រង់ធ្វើការមួយដ៏ចម្លែកនោះណាបងប្អូនយើងបានសិក្សាកន្លងមកបងប្អូនជ្រាបដឹងច្បាស់ហើយមែនទេគឺថ្ងៃដែលព្រះទ្រង់ពាក់អាវសងសឹកនៅពេលដែលកូនជាមបកត្រាទី7ស្ងាត់កន្លះម៉ោងនៅឋានសួគ៌សំឡេងបរិសុទ្ធបរិសុទ្ធបរិសុទ្ធអត់មាននៅឋានសួគ៌មួយរយៈកន្លះម៉ោងអត់លឺនៅឋានសួគ៌នៅក្នុងសាវនាការជំនុំជម្រះមនុស្សស្លាប់នោះទេដូច្នេះព្រះអង្គទ្រង់ពាក់អាវសងសឹកចុះមកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ព្រះវិហាររបស់ទ្រង់នៅផែនដីគឺក្រុមជំនុំឡាវឌីសេដែលគេបែរខ្នងដាក់ព្រះយេស៊ូវប៉ុន្តែនៅពេលដែលគេពេញខ្នាតនៅក្នុងការបែរខ្នងរបស់គេនឹងពេលនោះហើយជាពេលដែលព្រះទ្រង់ពាក់អាវសងសឹកចុះមកដើម្បីជំរះសម្អាតអ៊ីស្រាអែលខាងសាច់ឈាមព្រះអង្គកាន់ចង្អេរនៅនឹងដៃព្រះអង្គបោសសម្អាតទីលានរបស់ទ្រង់យកអង្កាមចេញដើម្បីទុកឲ្យតែក្រមកឬក៏ស្រូវសាលីនៅអ៊ីស្រាអែលខាងព្រះវិហារខាងព្រលឹងវិញ្ញាណក្រុមជំនុំឡាវឌីសេព្រះអង្គកាន់ចង្អេរព្រះអង្គទ្រង់បោសរំលីងទីលានរបស់ទ្រង់ច្រូតសង្ហែណាចេញច្រូតក្បួនដែលនាំឲ្យរវិតចិត្តចេញច្រូតដកអេកានចេញដូចជាបងប្អូននៅក្នុងអ៊ីស្រាអែលខាងសាច់ឈាមមានអេកានតែម្នាក់ទេធ្វើឲ្យអ៊ីស្រាអែលក្រុមជំនុំរបស់អ៊ីស្រាអែលទាំងមូលគឺមានចុះទន់ខ្សោយ
ចំណែកអ៊ីស្រាអែលខាងពលឹងវិញ្ញាណវិញព្រះអង្គទ្រង់បានទតមើលឃើញថាស្ទើរតែគ្រប់ព្រះវិហារស្ទើរតែគ្រប់ផ្ទះរបស់សមាជិករបស់ព្រះវិហារមានឯកានដូចជាបងប្អូនពិចារណាមើលទៅណាបើឯកាននៅអ៊ីស្រាអែលខាងសាច់ឈាមមានតែម្នាក់ធ្វើឲ្យអ៊ីស្រាអែលទាំងមូលទន់ខ្សោយចុះតម្រាំអ៊ីស្រាអែលខាងវិញ្ញាណនេះមានឯកានសឹងតែគ្រប់ព្រះវិហារសឹងតែគ្រប់ផ្ទះនេះប្រកាសជាយើងមិនអាចប្រឈមមុខនឹងថ្ងៃដ៏ធំហើយគួរស្ញែកខ្លាចបើបងប្អូនមិនអាចប្រឈមមុខនឹងថ្ងៃដ៏ធំហើយគួរស្ញែកខ្លាចបានបងប្អូនក៏មិនអាចប្រឈមមុខនៅសាន់ដេឡបានដែរណាហើយរឹតតែមិនអាចប្រឈមមុខនឹងសេចក្តីវេទនាទាំង7ចុងក្រោយនៅក្នុងព្រះគម្ពីរវិវរណៈទៅទៀតតែយល់បងប្អូនអ្នកតែម្នាក់គត់ដែលត្រូវឲ្យជីវិតរបស់យើងពីដំណេះតទៅមុខអនុញ្ញាតឲ្យលោកសោយរាជលើបល្ល័ង្កចិត្តបល្ល័ង្កជីវិតរបស់យើងគឺព្រះយេស៊ូវគឺជាព្រះបន្ទូលគឺជាសេចក្តីពិតគឺជាព្រះណាហើយសេចក្តីទាំងអស់នឹងទាំង3អង្គនឹងគឺព្រះអង្គទ្រង់បានឲ្យមកនៅក្នុងសាររបស់ទេវតាពេលថ្ងៃរះតែយកបងប្អូនយើងទាំងអស់គ្នាអរគុណព្រះដែលព្រះអង្គទ្រង់បានឲ្យសារមកចុងក្រោយហើយយើងអរគុណព្រះដែលព្រះអង្គទ្រង់ឲ្យយើងអាចទទួលបានបើយើងទទួលសារហ្នឹងគឺបានន័យថាបងប្អូនអ្នកដែលទទួលសារហ្នឹងគឺខ្ញុំសំដៅទៅលើអ្នកទទួល 100% ណាមិនមែនទទួល50ទេពីព្រោះវិញ្ញាណបទនីអ្នកស្រីព្រះវិញ្ញាណឲ្យអ្នកស្រីទៅសេបានប្រាប់យើងថាអ្នកដែលទទួល50នៅថ្ងៃចុងបំផុតគឺពួកគេនឹងដើរចេញពីពួកបរិសុទ្ធពួកគេអត់តន់គ្រប់ខ្នាតគេមានតែ50ណាបងប្អូនថាខ្ញុំទទួល 80% នៅខ្វះតែ 20% ទេបងប្អូនកុំបណ្ដែតបណ្ដោយឲ្យថ្ងៃដែលព្រះអង្គទ្រង់បិទទ្វារនៃសេចក្តីសង្គ្រោះសម្រាប់ព្រះវិហារនៅពេលដែលបងប្អូនកំពុងតែមាន 80% 50% ឬក៏ 90% អីណាត្រូវតែទទួល 100% យល់ដើម្បីឲ្យឈរបើមិនយល់នឹងដួលពីព្រោះអីដួលដោយមុខដាវរបស់ទេវតាសម្លេះនៅក្នុងអេសេគៀលជំពូក 9 ដែលយើងបានសិក្សានៅសប្តាហ៍កន្លងមកនៅពេលដែលព្រះអង្គទ្រង់បានបកត្រាទី 7 នោះណាតែយើងបងប្អូនទៅជាមួយគ្នានៅក្នុងកូនជាមបកត្រាទី 7 បញ្ចប់វគ្គចុងក្រោយរបស់ទ្រង់ហើយយើងដឹងថានៅពេលដែលព្រះអង្គទ្រង់បកត្រាទី 7 គឺត្រាទី 7 នឹងឯងយាងកាត់ពិភពលោកមិនមែនដើរកាត់ព្រះវិហារទេនៅចុងត្រាទី 6 គឺព្រះអង្គទ្រង់ដើរកាត់ព្រះវិហារគឺព្រះអង្គទ្រង់មកឲ្យទានរបស់ទ្រង់ដើរកាត់ព្រះវិហារពន្លឺរបស់ទ្រង់ដើរកាត់ព្រះវិហារឆ្លុះរោគមុខអស់អ្នកណាដូច្នេះបងប្អូនសារនេះមកកាន់បងប្អូនក៏បែរថាទានដែលព្រះអង្គទ្រង់អុជមកដើរកាត់ព្រះវិហារក្រុងយេរូសាឡឹមគឺសំណាងក្រុមជំនុំឡាវដេសេណាមកឃើញបងប្អូនហើយបើបងប្អូនមានលក្ខណៈដែលព្រះអង្គទ្រង់ចង់បានដែលព្រះអង្គទ្រង់ត្រូវការគឺដកដង្ហើមធំហើយធ្ងរព្រះអង្គទ្រង់នឹងបោះត្រាបងប្អូនព្រះវិញ្ញាណនឹងញែកជីវិតបងប្អូនចេញជាបរិសុទ្ធដោយសេចក្តីពិតចុងក្រោយនេះដែលព្រះអង្គទ្រង់ឲ្យមកព្រះវិហារចុងក្រោយហើយដើម្បីបោះត្រាគេហើយយកឲ្យពួកគេទៅនគរឋានសួគ៌ទាំងរស់មិនពួកសេចក្តីស្លាប់ដូចជាអេលីយ៉ាដូចជាលោកអេណុកចឹងណាតែបងប្អូនចូលទៅក្នុងសេចក្តីពិតរបស់ទ្រង់បើមានសេចក្តីខុសឆ្គងនៅលាយឡំនៅក្នុងជីវិតរបស់យើងព្រះអង្គទ្រង់មិនអាចបោះត្រាបងប្អូនបានទេអញ្ចឹងបានសិក្សាបញ្ជាក់បង្ហាញខ្លួនយើងដល់ព្រះសេចក្តីពិតរបស់ទ្រង់គឺអត់មានតូចអត់មានធំទេគឺបើថាសេចក្តីពិតគឺសេចក្តីពិតសេចក្តីខុសឆ្គងសេចក្តីខុសឆ្គងព្រះអង្គទ្រង់ឲ្យមកសារចុងក្រោយតាមរយៈហោរាចុងក្រោយនេះគឺជាសេចក្តីពិត 100% គឺជាព្រះបន្ទូលគ្រប់ម៉ាត់ចេញពីព្រះអស់របស់ព្រះគ្រីស្ទណាអត់ទៅរកនៅកន្លែងណាមានទេណាគឺមានតែមួយអត់ពីរគឺជាដំបង
របស់អ្នកកងវិលដែលព្រះអង្គទ្រង់ឲ្យមកអ្នកណាដែលដើរកាត់ដំបងនឹងព្រះអង្គទ្រង់នឹងបោះត្រាគេគឺបានន័យថាបងប្អូនមិនមែនគ្រាន់តែដើរកាត់បងប្អូនបង្ងើយកន្តើយមិនយកចិត្តទុកដាក់នឹងបែរថាអ្នកដែលដើរកាត់នឹងបែរថានៅក្នុងការគ្រប់គ្រងរបស់ដំបងដូចជាសំខាន់ណាស់យើងទាំងអស់គ្នាត្រូវតែចូលនៅក្រោមដំបងចុងក្រោយនេះដើម្បីឲ្យព្រះអង្គទ្រង់បោះត្រាយើងចូលឲ្យសុខណាមិនមែនចូលខ្លះហើយយើងនៅខ្លះទេគឺចូលឲ្យសុខព្រះអង្គព្រះពុទ្ធព្រះវិញ្ញាណទ្រង់មកដើម្បីនាំយើងចូលគ្រប់អស់ទាំងសេចក្តីពិតកាលណាយើងបានចូលគ្រប់អស់ទាំងសេចក្តីពិតហើយបានព្រះអង្គបោះត្រាណាមិនមែនបងប្អូនមិនតាន់បានចូលគ្រប់អស់ទាំងសេចក្តីពិតព្រះអង្គបោះត្រាបងប្អូនមុនទេបើព្រះអង្គទ្រង់បោះត្រាមុនដូច្នេះអ្នកដែលទទួលសារទាំងអស់ហ្នឹងដែលគេថយទៅវិញហ្នឹងក៏គេបានទទួលត្រាដែរបែរនេះប៉ុន្តែអត់ទេគឺតលតែយើងតាមកូនជាងគ្រប់ទីកន្លែងណាដែលកូនជាងទៅរហូតដល់ចុងបំផុតនៃសេចក្តីពិតបានព្រះអង្គទ្រង់បោះត្រាតែយល់បងប្អូនទៅជាមួយគ្នានៅក្នុងព្រះគម្ពីរអេសាយជំពូក66ខ15ដល់22ត្បិតមើលព្រះយេហូវ៉ាទ្រង់នឹងយាងមកអនាគតទេណាទ្រង់នឹងយាងមកពេលដែលទ្រង់យាងមកព្រះអង្គធ្វើអីទ្រង់នាំទាំងភ្លើងតំណាងអីមិនមែនភ្លើងឆេះកាលទេណាដូចជានៅក្នុងសម័យលោក William Miller គេគិតថាព្រះអង្គទ្រង់មកជំរះសម្អាតទីបរិសុទ្ធហ្នឹងគឺបានតែមកបញ្ឆេះផែនដីក៏បំផ្លាញផែនដីប៉ុន្តែអត់ទេមែនទេគឺព្រះអង្គទ្រង់យាងពីទីបរិសុទ្ធចូលទៅក្នុងទីបរិសុទ្ធបំផុតទេព្រះអង្គទ្រង់មិនបានយាងមកផែនដីទេដូច្នេះបងប្អូនកុំឲ្យផន់ច្រឡំតទៅទៀតព្រះអង្គទ្រង់ឲ្យយើងទាំងអស់គ្នាឃើញនៅសេចក្តីកំហុសរបស់រៀមច្បងរបស់យើងគឺដើម្បីយើងរៀនកុំឲ្យយើងដើរតាមផ្លូវកំហុសរបស់រៀមច្បងយើងតទៅទៀតដូច្នេះព្រះអង្គទ្រង់សន្យានៅក្នុងហោរាអេសាយតាមរយៈហោរាអេសាយដែលលោកសរសេរទុកសម្រាប់សម័យយើងពីព្រោះវិញ្ញាណបទមានប្រាប់ឲ្យហោរាពីចាស់បុរាណបានសរសេរកើតតិចណាស់ការទាំងអស់ហ្នឹងនៅសម័យរបស់ពួកគេប៉ុន្តែពួកលោកសរសេរព្រះអង្គទ្រង់ឲ្យពួកលោកសរសេរហ្នឹងសម្រាប់សម័យចុងក្រោយរបស់យើងនេះហើយដូច្នេះព្រះអង្គទ្រង់សន្យាថាទ្រង់នឹងយាងមកនាំទាំងភ្លើងតំណាងអីយើងសិក្សានៅក្នុងត្រែបងប្អូនដឹងថាភ្លើងតំណាងឲ្យវត្តមានរបស់ព្រះយេហូវ៉ានៅកណ្ដាលពួកបរិសុទ្ធហើយការពារពួកគេណាភ្លើងតំណាងឲ្យអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅភ្លៀងដើមរដូវនៅក្នុងសម័យពួកសិស្សមែនទេព្រះអង្គទ្រង់សន្យាថានឹងយាងមកទ្រង់នឹងយាងមកមិនមែនការយាងមកវិញលើកទី2នៅលើពពកទេបងប្អូនទ្រង់នឹងយាងមកគឺយើងសិក្សានៅក្នុងរយៈពេលនេះគឺសិក្សានៅពេលដែលកូនជាមបកត្រាទី7ហើយស្ងាត់កន្លះម៉ោងពេលហើយទៅពេលដែលទ្រង់នឹងយាងមកព្រះអង្គមិនមែនត្រឹមតែយាងមកនាំភ្លើងទេយើងមើលតទៀតព្រះអង្គទ្រង់យាងមកនាំទាំងភ្លើងមកជាមួយហើយព្រះរាជរដ្ឋរបស់ទ្រង់នឹងបានដូចជាខ្យល់គួចដើម្បីនឹងសម្រេចតាមសេចក្តីខ្ញាល់ដ៏សហរបស់ទ្រង់ព្រះអង្គទ្រង់ពាក់អាវសងសឹកមែនទេស្ងាត់កន្លះម៉ោងទ្រង់ពាក់អាវសងសឹកចុះមកឲ្យមានការភ្ញាក់ផ្អើលនៅក្នុងក្រុមជំនុំព្រះវិហារឡាវឌីសេហើយព្រះអង្គទ្រង់ប្រាប់ថាទ្រង់រាជរដ្ឋរបស់ទ្រង់មកនឹងគឺមកដូចជាខ្យល់គួចអញ្ចឹងកន្លះម៉ោងបងប្អូនដូច្នេះកន្លះម៉ោងដើម្បីឲ្យសម្រេចការទាំងជំរះសម្អាតទាំងអស់ព្រះវិហាររបស់ទ្រង់ពេញពីពិភពលោកនោះអញ្ចឹងហើយបានជាព្រះអង្គទ្រង់ក្នុងការរហ័សបំផុតគឺកន្លះម៉ោងព្រះអង្គទ្រង់មកធ្វើឲ្យការទាំងអស់នោះបានសម្រេចអញ្ចឹងហើយបានព្រះអង្គទ្រង់ត្រូវមកនៅក្នុងរាជរដ្ឋរបស់ទ្រង់នោះឯងដូចជាខ្យល់គួចអញ្ចឹងមកកាត់ព្រះវិហារក្រុមជំនុំឡាវឌីសេគ្រប់កន្លែងទាំងអស់នៅក្នុងពិភពលោកដើម្បីនឹងមិនមែនអ្នកណាដែលដួលអ្នកណាដែលមិនយល់គេដួលអ្នកណាដែលយល់គេឈរព្រះអង្គទ្រង់នឹងឲ្យភ្លើងនៅទៅលើគេណាដូចជាខ្យល់គួចព្រះអង្គទ្រង់រាជរដ្ឋរបស់ទ្រង់នឹងមកដូចជាខ្យល់គួចដើម្បីនឹងសម្រេចតាមសេចក្តីខ្ញាល់ដ៏សហរបស់ទ្រង់ព្រះអង្គទ្រង់នៅក្នុងអេសាយបានប្រាប់ថាទ្រង់បានគិតនៅក្នុងថ្ងៃសងសឹកមែនទេទ្រង់គិតនៅថ្ងៃសងសឹកហើយទ្រង់ក៏យក
ថ្ងៃតដែលហ្នឹងគឺមកជួយរំដោះពួកអ្នកដែលត្រូវបានសង្គ្រោះដែរឃើញទេក្រោយពីជំរះសម្អាតពួកថ្មើរល្មើសចេញពីព្រះវិហារព្រះអង្គទ្រង់ជួយសង្គ្រោះពួកអ្នកដែលមានត្រាគឺពួកអស់អ្នកដែលដើរកាត់ដើមដំបងក្រោមដំបងទ្រង់ដោយសេចក្តីខ្ញាល់របស់ទ្រង់និងតាមពាក្យស្ដីបន្ទោសរបស់ទ្រង់ដោយសារអណ្ដាតភ្លើងណាព្រះអង្គទ្រង់ស្ដីបន្ទោសដូចជាព្រះអង្គទ្រង់ស្ដីបន្ទោសទៅដល់អនិកម្ចាស់បារាណទេព្រះអង្គទ្រង់បាទនៅពេលដែលព្រះអង្គទ្រង់លេចមកយកសពរបស់ម៉ូសេទៅអនិកម្ចាស់បារាណវាលេចមកតវ៉ានឹងសពរបស់ម៉ូសេទេព្រះអង្គប្រាប់ថាឲ្យព្រះស្ដីបន្ទោសឯងចុះដូច្នេះបានន័យថានៅក្នុងវាមានទោសមានកំហុសមានសេចក្តីខុសឆ្គងមានសេចក្តីទុច្ចរិតមានសេចក្តីមិនបរិសុទ្ធដូច្នេះបងប្អូននៅពេលដែលព្រះអង្គទ្រង់មកស្ដីបន្ទោសដល់ព្រះវិហារគឺព្រះអង្គទ្រង់បានដាស់តឿនរំលឹកព្រះវិហាររួចហើយមែនទេប៉ុន្តែគេស្ដាប់តាមទ្រង់ទេធ្វើឲ្យដោយព្រោះតែការមិនយកចិត្តទុកដាក់នៅសារចុងក្រោយរបស់ទ្រង់ហើយបានធ្វើឲ្យព្រះអង្គទ្រង់មានសេចក្តីខ្ញាល់ដល់សហហើយទ្រង់មកស្ដីបន្ទោសដល់គេប៉ុន្តែបងប្អូននៅពេលដែលព្រះទ្រង់ស្ដីបន្ទោសដល់អានិករួចខ្លួនទេវាអត់រួចខ្លួនទេមែនទេស្ដីបន្ទោសដល់ព្រះវិហារដូចគ្នាពីព្រោះព្រះវិហារគឺពោពេញទៅដោយសេចក្តីខុសឆ្គងហើយពោពេញទៅដោយពិភពលោកដើរតាមគោលលទ្ធិរបស់អនិកម្ចាស់បារាណហើយដូច្នេះព្រះវិហារមិនអាចឈរទៅនៅថ្ងៃសានដេឡបានទេណាអញ្ចឹងព្រះអង្គទ្រង់ត្រូវតែជំរះសម្អាតព្រះវិហាររបស់ទ្រង់ដើម្បីឲ្យព្រះវិហាររបស់ទ្រង់អាចចូលប្រឈមមុខនៅច្បាប់របស់អនិកម្ចាស់បារាណដែលវានឹងចេញពេញពីពិភពលោកតាមសានដេឡណាព្រះអង្គទ្រង់មកយកភ្លើងមកជាមួយនេះបងប្អូនភ្លើងតំណាងឲ្យអំណាចនៃភ្លៀងចុងរដូវរបស់ទ្រង់នៅពេលដែលព្រះអង្គទ្រង់ជំរះសម្អាតព្រះវិហារហើយព្រះអង្គទ្រង់នឹងចាក់អំណាចដែលជាភ្លើងនោះឯងមកលើពួកសំណល់ដែលសល់នៅពួកអ្នកដែលមិនដួលពួកអ្នកដែលឈរតែយើងបងប្អូនដើម្បីឲ្យយើងបានចូលទៅក្នុងចំណោមពួកអ្នកដែលឈរទៅបានយើងត្រូវបរិភោគអីឥឡូវយើងដូរទៅ channel 2ដែលខ្ញុំចង់បញ្យល់បងប្អូននៅក្នុងអ្វីដែលយើងត្រូវបរិភោគពួកអ្នកដែលឈរ